ភ្លើងឆេះព្រៃដ៏សាហាវមួយកំពុងឆាបឆេះទីក្រុងប៊ូរដូដែលមានទំហំធំធេងណាស់រហូតដល់បង្កើតជាព្យុះផ្គររន្ទះដោយមានកម្ដៅ38អង្សាសេគំរាមកំហែងដល់អណ្ដាតភ្លើងដ៏គួរឲ្យភ័យខ្លាចភ្លើងឆេះព្រៃដ៏សាហាវមួយកំពុងឆាបឆេះនៅតំបន់ជិតទីក្រុងប៊ូរដូប្រទេសបារាំងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអណ្ដាតភ្លើងបានរាលដាលលើផ្ទៃដីរាប់ម៉ឺនហិកតានិងបង្ខំឲ្យប្រជាជនរាប់សែននាក់ជម្លៀសខ្លួនសីតុណ្ហភាពក្តៅខ្លាំងរហូតដល់38អង្សាសេបានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់អាជ្ញាធរបានព្រមានថាភ្លើងនេះបានបង្កើតបាតុភូតដ៏កម្រមួយហៅថាព្យុះភ្លើង Pyrocumulonimbus ព្យុះនេះអាចបង្កើតផ្គររន្ទះដោយខ្លួនឯងដោយមិនចាំបាច់មានព្យុះភ្លៀងធម្មតានោះទេចរន្តខ្យល់ដ៏ខ្លាំងពីព្យុះភ្លើងអាចជំរុញឲ្យអណ្ដាតភ្លើងរាលដាលកាន់តែលឿននិងមិនអាចប៉ាន់ស្មានបានផ្សែងនិងផេះដែលហោះឡើងលើអាកាសក៏អាចបង្កឲ្យមានអគ្គិភ័យថ្មីនៅតំបន់ឆ្ងាយផងដែរក្រុមអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់កំពុងប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីទប់ស្កាត់គ្រោះមហន្តរាយនេះបាតុភូតព្យុះភ្លើងនេះត្រូវបានចាត់ទុកថាជាករណីដំបូងបំផុតមួយដែលត្រូវបានកត់ត្រានៅប្រទេសបារាំងស្ថានភាពនៅតែស្ថិតក្រោមការតាមដានយ៉ាងដិតដល់ខណៈអណ្ដាតភ្លើងនៅតែគំរាមកំហែងតំបន់ជុំវិញទីក្រុងប៊ូរដូយោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail នៅថ្ងៃទី27ខែកក្កដាឆ្នាំ2026